Bariai Bangkol Kio jika lakon yang mau bisa tenar Roproche Manajen lulus ini kita suaka Bangkol Kio Han Jiangxing.ในโซนการประกวดประเภทจำนวน65 กิโลกรัมมาบังคุลกระหอมเชียร์กลากรในประเทศชนจากกัมพูชีมาสุดเควินมาบังคุลเขียวมาพันจงซิงมาเชียร์กลากรมกปีศาจทินารอดประชิมมินัดเชนบัดลงอย่างกระดาษพินัดบัดเลือกเป็นใจกันในการรีบจอมกลุ่นบาดอุรุรอบประกวดตัวนี้มาต่อจุนดอนลูกอย่างกระดาษได้ครบกรองการประกวดลูกนบบันเทน ខ្ញុំបានកសុនជម្រាបជូននៅប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបង្គោលក្រហមសូតខេវិនអាយុ26ឆ្នាំកម្ពស់1.76 ទម្ងន់65 គីឡូក្រាមរាប់ប្រកួតបានចំនួន87 ដងឈ្នះ67 ដងចាញ់18 ដងស្មើ2 ដងផ្ដួលដៃគូសន្លប់បានចំនួន41 ដងប្រកួតចុងក្រោយឈ្នះកីឡាករចិនដោយពិន្ទុស្រុកកំណើតសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវរាជធានីភ្នំពេញជាកីឡាករវឹកហាត់នៅក្នុងក្លឹបបាក់សីស្លាប់ដែកលោកគ្រូបង្វឹកគឺលោកគ្រូសូតប៊ុនធីថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូបង្គោលខៀវផានយ៉ាងស៊ីងអាយុ20ឆ្នាំ1.74 ម៉ែត្របើទម្ងន់ដូចគ្នាវាយបាន25 ដងឈ្នះ20ចាញ់5មិនដែលស្មើផ្ដួលដៃគូឲ្យសន្លប់ធម្មតា8 ដងមានសន្លប់ធម្មតាទៀតណាបើជាកីឡាករដែលមកពីសាធារណរដ្ឋប្រជាមានិតចិនបាទសន្លប់ធម្មតា5 ដងក្រោមកណ្ដាប់ដៃរបស់បង្គោលខៀវប៉ុន្តែចាំមើលវាអាចឡើងដល់ទី6ទេឬក៏បាទខេវិនបន្តកំណត់ត្រារបស់ខ្លួនផ្ដួលបន្តទៀតអញ្ចឹង3ទឹកនៅលើសង្វៀនវឹកសេនាគុណខ្មែរយន់8ទិសហើយលោកអញ្ញាកណ្ដាលបាទមន្ត្រីកងរាជអាវុធហត្ថអីបាទអត់ទេតាមពិតទៅដោយសារបាទគាត់ជាមន្ត្រីកងរាជអាវុធហត្ថផងបាទហើយក៏ជាមន្ត្រីសហព័ន្ធកីឡាបដាគុណខ្មែរផងបាទរៀងគាត់នេះត្រូវហើយបាទមានធំដបងខ្ពស់ចេះបាទត្រូវហើយចេះកាត់សក់ស្អាតទៅសក់ស្អាតគាត់ពហុជំនាញបាទពហុជំនាញញ៉ាកដាលចៅក្រមក៏ចេះតារាសម្ដែងក៏ចេះនិយាយទៅចេះទាំងអស់បាទចេះទាំងអស់គាត់ថាមិនទាន់ដល់ថ្ងៃមានបាទចេះច្រើនពេកចឹងមិនទាន់ដល់ថ្ងៃមានទេចិត្តដែរខំប្រឹងណាបាទមិនយូរទេអាលុយជាពាក់គេនោះសងគេអស់ផងបាទបាទអរេទុកឲ្យអាយដល់ខ្ញុំនិយាយវិញបាទចក្រមត្រៀមប្រងព្រឹត្តប្រកួតវ៉ាសនាគុណខ្មែរយន់8ទិសគូទី6គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាចិនទឹកទី1 round 1ទឹកទី1 round 1 ទាត់មួយរបស់បង្គោលក្រហម
បាទទាត់សងវិញពីបង្គោលខៀវបាទថ្ងៃហ្នឹងខ្ញុំអធិប្បាយអត់ចង់ឲ្យដល់ចប់ទឹកទេបាទសុំមុនទឹកមកបាទខេវិនក៏កាចខៀវក៏កាចមួយជើងចូលកាប់តឡាចរបស់ខេវិនកាប់មួយទៀតរបស់ខេវិនកាប់របស់ខេវិនកាប់សងវិញអត់ដល់ទេរបស់បង្គោលខៀវកាប់មួយជើងរបស់ខេវិនចូលឆ្អឹងជំនីហាក់មួយរបស់បង្គោលខៀវអត់ដល់ទេអត់ដល់ទេតែវាមិនខ្លាំងមួយជើងខាងលើតែជាប់បាំងរបស់បង្គោលខៀវបាទខេវិនលេងធ្ងន់បង្គោលខៀវក៏ធ្ងន់មាត់ដៃផុតបាត់ទាត់មួយជើងរបស់ខេវិនកាប់ជើងក្រោមទៀតចូលតំបន់ហាមឃាត់បន្តិចមួយជើងរបស់បង្គោលខៀវបាទគោក្រមទាត់សងវិញស្រាលខេវិនទៅអើយប៉ាត់កុសល 1 2 3 4 5 6 7 8បាទដល់8គាត់ទៅទៀតប្រកបបន្តបាទទៅហើយកែងអត់អីទេមកទៀតចិត្តចាប់ទឹកហើយនៅសល់1នាទីចុងក្រោយខេវិនដាច់បានអត់បង្គោលខៀវសងវិញបានអត់បោះជង្គង់ទាត់មួយរបស់បង្គោលខៀវដើរចូលពីខេវិនមួយជើងរបស់ខេវិនខាងលើដើរចូលខេវិនមួយជើងរបស់ខេវិនកែងរបស់ខេវិនជង្គង់របស់ខេវិនដៃរបស់ខេវិនអត់អីទេលោកអាញាកដាលថាមិនទាន់អីកែងរបស់ខេវិនកែងរបស់ខេវិនមកកស1 2 3 4 5 6 7 8ប្រកបបន្តរាប់ដល់8មកទៀតបាទបាច់លោកអាញាកដាលធាក់មួយទៀតកែងជង្គង់បាទចិត្តចាប់ទឹកទី1ហើយខេវិនផ្ដាច់ឬក៏បង្គោលខៀវសងវិញមួយជើងរបស់បង្គោលខៀវកែងរបស់ខេវិនបាទលោកអាញាកដាលថា no បាទអត់ទេអត់កើតទេបាទដើរមកអស់គ្នាថាទៅបាយតែម្នាក់បាទអធិស្ឋានឥឡូវនេះលោកអាញាកដាឈាមចំោះហើយបាទចូលអីមិញចូលដៃហ្នឹងហើយគេទេប្រាប់ឲ្យប្រាប់ប៉ុន្តែមិនដៃកន្លងកទេបាទនេះមកកែងនេះឆ្ងាញ់បាទកែងដបងរបស់ Kevin ទៅឲ្យផោអូយពេញបាទអញ្ចឹងតាបានគាត់វេខ្លាំងណាស់នេះណែអញបាទក្បាច់នឹងទៀតមានក្បាច់ធាក់ផងបៃផងទៀតគូសូត្របុន្ធីប៉ុណ្ណឹងប្រហាត់ក្បាច់នឹងអត់ទេក្បាច់បំបែកថ្មីទៅឲ្យមកកែងទៀតស្អាតលោកអាញាកដាតកងត្រង់បង3បាទមួយកែងទៀតអាញាកដាអាជីពចឹងណាឃើញទេអូតកងស្អាតណាស់នេះអូដៃបាទអាញាកដាអាជីពថ្ងៃមុនចឹងខ្ញុំទៅសើគ្រូម៉ាក់សមឿនទាញមកត្រូវដែរសើបាទបងប្អូនសូមផ្ដល់កម្លាំងចិត្តជូនលោកអាញាកដាអាជីពមួយបាទទៅសើអត់បានទេបាទលោកអាញាកដារបស់យើងមានឈ្មោះថានុកវ៉ាន់ថេតបាទមិនលោកអាញាកដាលនេះទេអាជីពទេលោកអាញាកដាពហុអាជីពបាទអរគុណបាទអញ្ចឹងយ៉ាងណាមិញបាទគឺសម្រាប់បាទការប្រកួតបោះជើងបាញ់មិញបាទតាមបន្ទឹកទេប្រកួតទុនទេជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបងកុកក្រហមសុតខេវិនឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវលោកអាញាកដាបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី1បាទ